ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមករ៉ាន់ comment មួយចំនួននៅក្នុង YouTube server គឺទី1គឺយើងឲ្យ PWD ដែលយើងឈរនៅ home ហើយជាមួយនឹងចម្រុងដែលហើយ list ls គឺ list directory យើងហើយយើងចូលទៅកាន់យើងឲ្យ comment cd desktop ដើម្បីចូលទៅកាន់ directory desktop ហ្នឹងហើយទៀតយើងវាយ list មក directory desktop ហ្នឹងគឺអត់មានអីនៅក្នុងហ្នឹងទេអញ្ចឹងយើងបង្កើត directory មួយនៅក្នុង desktop គឺវាយ command mkdir su30 អញ្ចឹងយើងបាន directory su30 មួយនៅក្នុងហ្នឹងហើយមួយទៀតយើងបង្កើតtext file គឺយើង run command type info.txt អញ្ចឹងគឺយើងបាន text file មួយហើយយើង run command echo គឺយើងចង់ echo return នៅអ្វីដែលយើងវាយនៅក្នុង double quote ហ្នឹងគឺនេះវា return ចេញមកហើយអញ្ចឹងមួយទៀតយើងចង់ echo វាទៅក្នុង text file ដាក់វាទៅក្នុង text file គឺយើងវាយ echo hello ចម្រុងហើយយើងវាយនេះទៅកាន់ text file អញ្ចឹងយើងចង់សូវានៅ text file គឺ run command ចង់ដឹងថាវាមាននៅក្នុង text file អត់គឺយើង run command ccat info text file ហ្នឹងឈ្មោះអញ្ចឹងគឺវាមាននៅក្នុងហ្នឹងហើយមួយទៀតយើងអាចrun nano info text file គឺយើងចូលទៅកាន់វាយនៅក្នុង text file ហ្នឹងហ្មងគឺ from su30 អូខេអញ្ចឹងយើងវាយហើយយើងចុច exit មកគឺនេះវាបានអញ្ចឹងយើងធ្វើការ cat ទៅលើ text file ហ្នឹងម្ដងទៀតថាវាមានចូលព័ត៌មានមិញឬក៏អត់នេះគឺវាចេញមកហើយនៅក្នុងហ្នឹងបន្ទាប់មកយើងការ list វាយើង run command ដើម្បី remove text file ហ្នឹងចេញវិញគឺយើងប្រើ command rm ហើយឈ្មោះ text file ហ្នឹងគឺ remove ចេញហើយមួយទៀត run command remove directory ចេញចង់ remove directory su30 ហ្នឹងគឺយើង run command rm dir ហើយឈ្មោះ directory ហ្នឹងគឺយើងបានលុបចេញហើយមួយទៀត uname run command uname គឺ linux ហើយ hostname គឺ YouTube server ហើយ command យើងធ្វើការ update យើង run command sudo apt update អូខេអញ្ចឹងវាទាមទារ password យើងអញ្ចឹងយើងវាយ password យើងមកនេះគឺវាធ្វើការ update ឲ្យយើងអូខេ update ហើយយើងអាចវាយ command មួយទៀត sudo apt upgrade ចឹងគឺស្រូវ upgrade ហើយយើងបាន update ឲ្យអស់ហើយ